ជំរាបសួរលោកគ្រូខ្ញុំធ្វើវីដេអូនេះឡើងដើម្បីបង្ហាញអំពីរបៀបបង្កើត Virtual Machine និង Set up Windows 2022 ដោយប្រើប្រាស់ VMware ដើម្បីដំឡើង Windows Server 2022ដំបូងយើងត្រូវចូល VMware បើសិនបើយើងអត់ទាន់មាន account ទេអត់ទាន់មាន account Windows Server ទេយើងត្រូវចូល create a new virtual machine ក្រោយមកយើងជ្រើសរើសពាក្យ typical recommended បន្ទាប់មកយើងជ្រើសរើស Microsoft Windows និង Windows Server 2022ដើម្បីឲ្យ VMware កំណត់ hardware សមស្របក្រោយមកយើងដាក់ឈ្មោះ virtual machine ហើយជ្រើសរើស folder សម្រាប់រក្សាទុកឯកសាររបស់យើងខ្ញុំដាក់ឈ្មោះ Windows Server 6ហើយស្ទាល់នៅលើ Drive C តោះមកយើងចុច Next ហើយចូលមកដល់ការកំណត់ hard disk យើងយក hard disk ទំហំ 60G ហើយជ្រើសរើស Split virtual disk into multi-file ដើម្បីងាយស្រួលផ្ទេរ machine បន្ទាប់មកយើងចូល Customize ដើម្បីកំណត់ hardware ពេលដែលយើងបានកំណត់ RAM CPU network និងភ្ជាប់ IR file ហើយយើងចុចពាក្យ Finish បន្ទាប់មកយើងចុចពាក្យ Power on ដើម្បីដំឡើង Windows Server ដល់កន្លែងហ្នឹងគេឲ្យយើង press key យើងចុច key Enter ក៏បានអីក៏បានដែរបន្ទាប់មកវាចាប់ផ្ដើម set up Windows Server អានេះបើសិនជាយើងភ្លេចចុចយើងអាច restart វាម្ដងទៀតបានភ្លេចចុច key ណាមួយនេះខ្ញុំចាប់ផ្ដើម refresh ហើយ set up ម្ដងទៀតដោយសារតែមិញគឺភ្លេចចុច key អត់ទាន់នេះយើងរងចាំវា set up should be installed ហើយជ្រើសរើស Windows Server 2022 Standard Evaluation Desktop Experience បន្ទាប់មកជ្រើស Customer Install និង Try Zone Unallocated Space ហើយចុចពាក្យ Next វាចាប់ផ្ដើម install បន្ទាប់ពីយើងត្រឡប់ពេញហើយគឺយើងចាប់ផ្ដើមយើងចាប់ផ្ដើមកំណត់ពាក្យសម្ងាត់ដាក់ password របស់យើង password admin បន្ទាប់ពីដាក់ password ហើយការតម្លើង Windows Server 2022របស់យើងគឺរួចរាល់ក្នុងការប្រើប្រាស់ហើយពេលដែលយើងដាក់ password ហើយយើងចុចពាក្យ next ចូលមកដល់យើងចុច control alt insert ដើម្បី login ចូល admin administrator របស់យើងហើយយើងវាយ password ដែលយើងបានដាក់មុនហ្នឹង
នេះជា Windows Server 2022 ដែលយើងបាន set up រួចហើយយើងអាចចូលប្រើប្រាស់វាបាន